Bí ôi lút và cách hướng ở đây có nhiều ô chọp ôi ở chẳng cự đại hay là bánh cái bàn búa trời សម្រាប់បងប្អូនដែលចូលចិត្តកន្លែងបោះតង់មានភាពស្ងប់ស្ងាត់ចូលចិត្តស្ទូចត្រីបាញ់ត្រីអីហ្នឹងគឺនៅនេះសបោត្រីឲ្យបាញ់ខ្លាំងមែនតែនតែត្រីដែលសបោគឺសបោតែត្រីកញ្ចូនជ័យទេតូចៗល្មមមិនធំប្រហែលទេបើអ្នកទាំងអស់គ្នាគ្រាន់តែចង់បោះតង់សម្រាប់ឲ្យស្រួលខ្លួនមករកត្រីមកល្មមហូបគឺខ្ញុំរីកមិនមែនតែននៅតំបន់មួយនេះហើយសម្រាប់ trip មកយប់2ថ្ងៃនេះគឺបងដែលទៅជាមួយខ្ញុំក៏ជួចចត់ខ្លាំងមែនតែនបាញ់ត្រីបានពោះវែងផ្លូវហើយចំផ្លូវពិបាកទៀតគឺរោគរាក់ខ្លាំងមែនតែនជួរៀបសុំជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតរបស់ខ្ញុំនូទីជើងថតឥឡូវដួលមកតោលេខតិចឯងផ្លូវទៅកន្លែងឋានសួគ៌ហ្នឹងដួលមិនតាដួលដួលកន្លែងដែលខ្ញុំមកនៅក្នុងស្រុកស្រែអំបិលនៅលើភ្នំតបជាងបើសិនជាបងប្អូនមកលេងកុំធ្វើដោយពួកខ្ញុំគឺសុំយកកាយសហគមន៍ម្នាក់ពីរនាក់មកជាមួយមកដោយសារផ្លូវបត់បែនច្រើនហើយបើស្គាល់មិនច្បាស់ទេអាចនឹងវង្វេងប៉ុន្តែបើពួកខ្ញុំនេះអាសាមកញឹកហើយនៅតែវង្វេងអញ្ចឹងសម្រាប់ផ្លូវធ្វើដំណើរជាក់ស្ដែងអត់ពិបាកដល់ថ្នាក់ហ្នឹងទេវាមានកន្លែងខ្លះស្រួលកន្លែងខ្លះពិបាកតែដោយសារតែពួកខ្ញុំនេះចូលចិត្តថតតែកន្លែងពិបាកឲ្យអ្នកទាំងអស់គ្នាមើលទេកន្លែងស្រួលថតទៅអីវាគ្រាន់តែជីធម្មតាដដែលហ្នឹងអញ្ចឹងទាំងអស់នេះសុទ្ធតែជាប់ផងលិចម្ដងសពាក់កដាលម៉ូតូកន្លែងខ្លះពិបាកពេកគឺអត់បានថតទេបានតែមកល្មមហើយដោយសារយើងឈប់ជួយរុញគ្នាទេបានថតហ្នឹងគឺផ្លូវនេះគឺចិត្តសម្រាប់អ្នកចូលចិត្តអស់រ៉ូតលេងផ្លូវពិបាកខ្ញុំរីកមិនមកតំបន់មួយនេះមែនតែនប៉ុន្តែបើបងប្អូនមិនចូលចិត្តការពិបាកក៏អាចមកលេងបានដូចគ្នាគឺយើងទុកម៉ូតូនៅខាងលើជិះទូកសហគមន៍មកលេងបានដូចតែគ្នាដែរទេអាចមកបោះតង់ឬក៏មករកត្រីបានហើយសម្រាប់លេខទូរស័ព្ទបងសហគមន៍ខ្ញុំនឹងដាក់នៅក្នុងខមមិនអ្នកទាំងអស់គ្នាអាចចូលទៅយកបានចង់សួរព័ត៌មានឬក៏ប្រើប្រាស់សេវាកម្មសហគមន៍មួយណាអាចតាក់ទងទៅគាត់បានជិះម៉ូតូប្រហែល1ម៉ោងពីស្ទឹងពពកមកដល់កន្លែងដែលពួកខ្ញុំនៅនេះនៅចន្លោះកដាលស្ក្បាលអូដេកសហើយនឹងទឹកធ្លាក់ចណ្ដាលថ្មថ្មីហ្នឹងសម្រាប់កន្លែងនេះខ្ញុំអាចថាជាកន្លែងថ្មីក៏បានកន្លែងចាស់ក៏បានដែរសម្រាប់អ្នកធ្លាប់មកគឺកន្លែងចាស់ហើយអ្នកដែលមកគឺកន្លែងថ្មីហើយជាពិសេសតំបន់នេះគឺមានត្រីច្រើនមែនតែនពួកខ្ញុំទៅនេះគឺបំណងទៅមុជបាញ់ត្រីហូបហើយនឹងដើរលុកនៅលើនឹងតើមានកន្លែងណាមានត្រីធំអត់តែដូចជារត់បានកន្លែងត្រីធំទេសបោតែកញ្ចនជ័យហើយធំល្មមមកហូបដូចអ្នកទាំងអស់គ្នាឃើញហ្នឹងនេះអាមួយនេះគឺធ្លោះដែរប្រហែលប៉ុនកដៃត្រីនៅហ្នឹងគឺសបោមែនតែនសបោដល់ណែថាពួកខ្ញុំហ្នឹងមិនបាច់ជាមួយរទេគឺពេលខ្លះត្រីហែមរក៏មានដែរហើយពួកខ្ញុំទៅនេះគឺរមកល្មមហូបដែរទេអត់មានរយកមកលក់អីទេហើយក៏អត់ដឹងដូចគ្នាថានៅហ្នឹងមានត្រីច្រើនអញ្ចឹងដោយសារតែពួកខ្ញុំទៅពេលខ្លះមានពេលខ្លះអត់អញ្ចឹងតែស្រាប់តែលើកហ្នឹងទៅប៉ះសបោត្រីអញ្ចឹងគឺខកបំណងដែលពួកខ្ញុំនេះទិញមកហូបទៅច្រើនហើយបាញ់ត្រីបានពោះចុយធំហ្នឹងចិត្តធំណាសបោលបោដល់បាយលបោដល់បាញ់ត្រីបានពោះហ៎បន្ទាប់ពីចំណាយពេលបាញ់ប្រហែលជា1ម៉ោង2ម៉ោងយើងក៏បានមកហូបដែរអញ្ចឹងយើងក៏យកមកធ្វើហូបអីអត់មានធ្វើបច្ចេកទេសអីទេគឺកាប់តែឈើញាត់ត្រីគឺអាំងហូបតែម្ដងគឺបែបងាយស្រួលហើយត្រីនេះមិនបាច់មានអីច្រើនទេគឺតាទឹកត្រីអំពិលទុំហ្នឹងគឺពិសេសខ្លាំងមែនតើរសជាតិខ្ញុំហ៊ានឲ្យថា9លើ10ហ្មងអ្នកអត់ដែរហូបត្រីកញ្ចនជ័យនេះប្រហែលអត់ដឹងទេត្រីកញ្ចនជ័យនេះសាច់ឆ្ងាញ់មែនតើឆ្ងាញ់ជាងត្រីផ្ទក់ជាងត្រីឆ្ដោអានេះសម្រាប់ខ្ញុំខ្ញុំហ៊ានឲ្យឆ្ងាញ់ជាងត្រីផ្ទក់ត្រីឆ្ដោហ្នឹងទៀតហ្មងអូយសាច់ដាក់មកជាពិសេសអាពងវានេះគឺខ្ទិះខ្លាំងមែនតើហ្មងសូម្បីតែខ្ញុំបញ្ចូលសលេងនេះក៏នៅតែឃ្លាននឹករសជាតិត្រីហ្នឹងដែរគឺស្រស់ជាងឆ្ងាញ់ខ្លាំងមែនតើហើយបន្ទាប់ពីយើងហូបហើយហ្នឹងគឺយើងនាំគ្នាមកបោះតង់សម្រាករៀងល្ងាចដែរហើយយើងបោះតង់សម្រាកធ្វើម្ហូបពេលល្ងាចអីចឹងទៀតណាហើយសម្រាប់ម្ហូបពេលល្ងាចរបស់យើងគឺធ្វើបែបងាយស្រួលនេះដោតចកាក់មកមុខបន្តិចទៅហើយអាំងមួយភ្លើងអានេះបែបធម្មជាតិអ្នកដើរព្រៃបោះតង់ហ្នឹងគឺចូលចិត្តបែបហ្នឹងខ្ញុំជឿតែអញ្ចឹងមានគ្រឿងសមុទ្របន្តិចបន្លែបន្តិចផ្លែឈើអីបន្តិចទៅហើយនឹងត្រីកញ្ចនជ័យនៅសល់ហ្នឹងខ្ញុំស្ដាយហ្នឹងគឺខ្ញុំទិញមកហូបមកច្រើនហើយអត់ដឹងថាបាញ់បានត្រីច្រើនអញ្ចឹងណាហើយទៅតំបន់ព្រៃអញ្ចឹងយើងអត់មានតកអីខ្ញុំប្រាប់អ្នកទាំងអស់គ្នាពីវិធីខ្លះសេស្រាបៀឲ្យត្រជាក់គឺទឹកនៅនឹងគឺត្រជាក់ខ្លាំងមែនតែនហើយបើចង់ឲ្យត្រជាក់ខ្លាំងគឺអ្នកទាំងអស់គ្នាត្រូវរកស្មៅដែលមានកលុកទឹកនៅក្នុងហ្នឹងគឺត្រជាក់ខ្លាំងធ្វើឲ្យស្រាយើងឆាប់ត្រជាក់លឿនដូចនៅក្នុងវីដេអូអញ្ចឹងខ្ញុំសាកហើយគឺបានផលមែនលើកចេញពីទឹកមកឡើងព្រើហ្មងធ្វើឲ្យយើងជាមួយមិត្តភក្តិយើងឈៀលគឺកាន់តែសប្បាយកាន់តែឆ្ងាញ់ហើយដោយសារតែស្រាបៀ Gensberg Snow នេះស្រាលសតុនស្រួលញ៉ាំអញ្ចឹងវាធ្វើឲ្យបរិយាកាសយើងជាមួយមិត្តភក្តិរបស់យើងនឹងគឺជួបជុំគ្នាបានកាន់តែយូរព្រោះ Gensberg Snow នេះមានអាល់កុលត្រឹមតែ 3.9% ទេ
ហើយកន្លែងដែលខ្ញុំកំពុងបោះតង់នេះដែរមានឈ្មោះថាវាស្មៅពណ៌មាសអញ្ចឹងពេលអ្នកទាំងអស់គ្នាប្រាប់តកងទូកឬក៏ប្រាប់កាយដែលជូនមកគឺអាចប្រាប់គាត់ថាខ្ញុំទៅបោះតង់នៅវាស្មៅពណ៌មាសនៅតំបន់ហ្នឹងគឺសម្បូរកន្លែងដើរច្រើនមែនតើខ្ញុំនឹងមានវីដេអូបន្ទាប់មួយទៀតដែលខ្ញុំទៅកន្លែងថ្មីមួយទៀតដែលមានឈ្មោះថាទឹកធ្លាក់ចណ្ដើរថ្មដែលអ្នកទាំងអស់គ្នាកំពុងតែសួរថាទីតាំងនៅណាអីហ្នឹងខ្ញុំនឹងប្រាប់ពីព័ត៌មានលម្អិតដែលទៅធ្លាក់ចណ្ដើរថ្មហ្នឹងមានអីខ្លះនៅតំបន់ហ្នឹងហើយស្អាតប៉ុណ្ណាខ្លះដែលអ្នកទាំងអស់គ្នាគឺសួរច្រើនមែនតើអញ្ចឹងជួបគ្នាឆាប់វីដេអូនេះក៏បានមកដល់ទីបញ្ចប់ហើយជួបគ្នាម្ដងទៀតនៅវីដេអូបន្ទាប់ដែលមានឈ្មោះថាទឹកធ្លាក់ចណ្ដើរថ្មដែលអ្នកទាំងអស់គ្នាតែងតែសួរអូខេយើងនឹងជួបគ្នាឆាប់អរគុណច្រើនជំរាបលាអ្នកទាំងអស់គ្នាបាយបាយ